សៀមលេងមួយក្បាច់នេះមូលបង្កាច់កម្ពុជាយើងទៀតហើយមានមេចុងភៅជនជាតិថៃម្នាក់បានស្លាប់នៅប៉ោយប៉ែតហើយសៀមគេបានចុះនិងបានបង្ហោះនៅលើបណ្ដាញសង្គមថាពេទ្យកម្ពុជាយើងមិនទទួលព្យាបាលទុករហូតទៅដល់អ្នកជំងឺស្លាប់ខណៈដែលក្រសួងសុខាភិបាលរបស់កម្ពុជាក៏បានឆ្លើយតបហើយផងដែរលំអរកាយគ្រប់នឹងជំរាបសួរបងប្អូនជនរួមជាតិខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសផងដែរបាទសម្រាប់ព័ត៌មាននេះឃើញថាពិតជារឿងរ៉ាវមួយដែលបាទគួរឲ្យបាទកត់សម្គាល់ខ្លាំងមែនទែនសម្រាប់ប្រទេសសៀមដោយគេបានចោទប្រកាន់មកលើកម្ពុជាយើងបាទចោទប្រកាន់ទាំងគ្មានមូលដ្ឋានចោទប្រកាន់ទាំងមិនដឹងថាពេទ្យនៅទីកន្លែងណាផងដែរបានចោទថាបាទមិនទទួលអ្នកជំងឺជនជាតិសៀមទុករហូតទាល់តែគេនឹងបានបាត់បង់ជីវិតដោយជនជាតិសៀមម្នាក់នោះគឺជាមេចុងភៅធ្វើការនៅឯក្រុងប៉ោយប៉ែតបាទចឹងគេបានចោទទៅកាន់ក្រសួងបាទសុខាភិបាលរបស់កម្ពុជាយើងចំតែម្ដងតាក់ទិនទៅនឹងការមិនមើលថែទាំជាមួយនឹងអ្នកជំងឺរបស់ប្រទេសសៀមដែលធ្វើការនៅកម្ពុជាដូច្នេះឥឡូវនេះបាទខាងក្រសួងសុខាភិបាលនឹងក៏បានចុះដែរចែករំលែកតេតិនទៅនឹងរឿងរ៉ាវនេះខ្ញុំបាននឹងលម្អិតរឿងខាងដើមជូនទៅដល់បងប្អូនសិនដោយសារតែបាទនៅក្នុង page របស់ខៅសតហ្នឹងនឹងព័ត៌មានល្បីរបស់ប្រទេសសៀមជាច្រើនក៏គេបានចុះអំពីរឿងនេះចោតប្រកាន់មកលើកម្ពុជាយើងផងដែរដោយនៅក្នុងនោះកាសែតខៅសតគេបាននិយាយថាមេចុងភៅជនជាតិថៃដែលបានស្លាប់នៅខាងប៉ោយប៉ែតកម្ពុជាក្រោយមន្ទីរពេទ្យមិនឲ្យសម្រាប់ព្យាបាលសោកស្ដាយសាច់ញាតិរងចាំទទួលសពចុងភៅវ័យក្មេងរបស់ជនជាតិថៃស្លាប់នៅខាងប៉ោយប៉ែតតែកម្ពុជាមិនទទួលព្យាបាលនោះទេមន្ត្រីមូលនិធិសង្គ្រោះនាំយកមកឈូសសពដើម្បីត្រៀមទៅប្រារព្ធពិធីបុណ្យសពនៅឯប្រទេសថៃនៅវេលាម៉ោង3រសៀលថ្ងៃទី8ខែតុលាឆ្នាំ2025តាក់ទិនទៅនឹងករណីចុងភៅវ័យក្មេងជនជាតិថៃម្នាក់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់បាត់បង់ជីវិតនៅខាងប៉ោយប៉ែតនៃប្រទេសកម្ពុជាក្រោយមកត្រូវបានគេសម្គាល់អត្តសញ្ញាណប័ណ្ណថាលោកមានឈ្មោះមេតាថាន់យូសែងឬមានឈ្មោះថាបាទមាន24ដែលជារហស្សនាមមេចុងភៅមកពីស្រុកព្រំគិរីខេត្តនគរศรีធម្មរាជបាទគាត់បានធ្លាក់ខ្លួនឈឺហើយត្រូវបានគេប្រទះឃើញនៅក្នុងសភាពបាទគោលដៅមួយដែលវង្វេងតាមចិញ្ចើមផ្លូវនៅក្នុងមុខអគារពាណិជ្ជកម្មគាត់ថាត្រូវបានមន្ទីរពេទ្យខាងខ្មែរបដិសេធមិនព្យាបាលដោយសារតែខ្វះលុយនិងខ្វះឯកសារនិងអត្តសញ្ញាណប័ណ្ណនៅទីបំផុតបណ្ដាលឲ្យគាត់នឹងស្លាប់បាត់បង់ជីវិតតែម្នាក់ឯងកាលពីរសៀលម្សិលមិញនេះហេតុការណ៍នេះបានធ្វើឲ្យមានការរិះគន់ទាក់ទិនទៅនឹងការអនុវត្តមនុស្សធម៌របស់ប្រទេសជិតខាងសម្ដេចបាទព្រឹទ្ធសភារបស់កម្ពុជាគឺហ៊ុនសែនបានបង្ហោះសារនៅលើ Facebook ថ្ងៃនេះបដិសេធថាបរិះនេះមិនបានឈានដល់មន្ទីរពេទ្យឡើយជាបន្តបន្ទាប់មជ្ឈមណ្ឌលសម្របសម្រួលជំនួយជនជាតិថៃនៅបរទេសបានតាក់ទងទៅនឹងសាច់ញាតិរបស់គាត់គឺលោកស្រីណាវីយ៉សេងដែលជាម្ដាយរបស់គាត់និងអនុញ្ញាតឲ្យប្អូនស្រីរបស់គាត់គឺលោកស្រីស៊ូប៉ាវ៉ាឌីយ៉ូសាងឬក៏ហៅកាត់ថាខុនម៉ៃបានធ្វើដំណើរពីខេត្តនគរศรีធម្មរាជជាមួយនឹងមន្ត្រីមូលនិធិមកពីនគរศรีធម្មរាជទៅទទួលសពនៅស្ពានមិត្តភាពថៃកម្ពុជាមុនការឆ្លងដែនអចិន្ត្រៃយ៍នៅបាខ្លងលើកបាទស្រុកអរញ្ញប្រទេសខេត្តស្រះកែវមន្ត្រីការិយាល័យសម្របសម្រួលព្រំដែនកម្ពុជាថៃបាទនឹងទីហ៊ានល្បាតនៅការពារព្រំដែនដែលដឹកនាំដោយលោកវរៈសេនីតូមេធីខំតែមមេបញ្ជាការកងរងបាទជើងគោកលេខ12បានសម្របសម្រួលជាមួយនឹងអាជ្ញាធរកម្ពុជានិងកុងស៊ុលថៃដើម្បីបញ្ជាអំពីអត្តសញ្ញាណនិងការចាត់ចែងសពត្រូវបានដឹកត្រឡប់ទៅប្រទេសថៃវិញនៅរសៀលថ្ងៃទី8នេះបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំក៏បានធ្វើដំណើរដើម្បីផ្សព្វផ្សាយអំពីករណីនេះមន្ត្រីបាទមូលនិធិសង្គ្រោះអរញ្ញប្រទេសបាននាំមកឈូសទៅដល់ស្ពានមិត្តភាពថៃខ្មែរដើម្បីវេសពអ្នកស្លាប់ពីរយន្តសង្គ្រោះខ្មែរចូលមកឈូសមុននឹងប្រគល់ជូនសាច់ញាតិលោកមេតាថាន់បានផ្ដល់ព័ត៌មានថាលោករៀនចប់មហាវិទ្យាល័យវិជ្ជាជីវៈនិងធ្វើការជាមេចុងភៅបាទកប៉ាល់ទេសចរធ្វើដំណើរទូទាំងពិភពលោកមានកិច្ចសន្យានិងប្រាក់ចំណូលខ្ពស់របស់សាច់ញាតិតែលោកបានបាត់ទំនាក់ទំនងអស់រយៈពេលជាង1ឆ្នាំសង្ស័យថាកិច្ចសន្យាកូនប្រុសលើកប៉ាល់ទេសចរត្រូវបានបញ្ចប់ហើយទើបត្រូវបានគេបញ្ចុះបញ្ចូលឲ្យបន្តធ្វើការនៅភាគីខ្មែរ
ដែលគេអាចត្រូវបានរំលោភបំពានរាងកាយនិងចាប់យកឯកសារផ្ទាល់ខ្លួនបង្ខំឲ្យគេនឹងរត់គេចខ្លួននិងដើរអាណាធិបតេយ្យនៅដងផ្លូវដោយគេបានធ្វើទុកក្រពះពោះវៀនគ្មានអ្នកមើលថែគ្មានប្រាក់គ្មានឯកសារបញ្ជាក់ទើបធ្វើឲ្យគេនឹងទៅរកទីពេទ្យបាទទៅរកពេទ្យគ្មានអ្នកមើលថែទើបគេបាទស្លាប់បែបនេះជនជាតិថៃនៅប៉ោយប៉ែតនិងបាទបណ្ដាញមជ្ឈមណ្ឌលសម្របសម្រួលប៉ុនប៉ងជួយនិងជូនទៅមន្ទីរពេទ្យនៅខាងខ្មែរតែមន្ទីរពេទ្យប៉ោយប៉ែតបដិសេធមិនព្រមទទួលការព្យាបាលដោយបាទសារលោកម៉ាត់ឆាឆាំដែលជាជនជាតិថៃនឹងខ្វះឯកសារភស្តុតាងបាទអរញ្ញវត្ថុឬក៏អត្តសញ្ញាណប័ណ្ណទើបត្រូវបានមន្ទីរពេទ្យខាងកម្ពុជានឹងមិនទទួលគាត់យកមកព្យាបាលដែលបណ្ដាលឲ្យគាត់នឹងដើរស្លាប់នៅតាមផ្លូវតែម្នាក់ឯងហើយនៅក្នុងនោះដែរគេបានបញ្ជាក់ថាសូមឲ្យប្រជាពលរដ្ឋថៃទាំងអស់ដែលធ្វើការនៅឯប្រទេសកម្ពុជានឹងបាទជាពិសេសនៅតំបន់ប៉ោយប៉ែតតែម្ដងសូមប្រញាប់ប្រញាល់រៀបចំឯកសារឲ្យបានត្រឹមត្រូវចូលទៅកាន់ទឹកដីនៃប្រទេសថៃវិញដោយសារតែនៅប្រទេសកម្ពុជាយើងមិនមានសុខសន្តិភាពនោះទេបាទអញ្ចឹងបងប្អូនចឹងគេបានចោទប្រកាន់ថាយើងគឺមិនបានមើលថែគេត្រឹមត្រូវបាទតែទៅនឹងរឿងរ៉ាវនេះបងប្អូនណាដោយសារតែបរិបម្នាក់នោះគឺគាត់អត់មានអត្តសញ្ញាណប័ណ្ណហើយក៏មិនដឹងរស័ព្ទអណ្ដែតទៅណាមិនដឹងជាគាត់នឹងកាយសម្បទាគាត់នឹងមួឬក៏សតិអារម្មណ៍របស់គាត់នឹងយ៉ាងម៉េចយ៉ាងម៉ាយើងក៏មិនដឹងបាទហើយនៅពេលនេះក៏ខាងកម្ពុជាយើងបានបញ្ជូនបាទសហការជាមួយសៀមឲ្យទៅដល់ទឹកដីនៃប្រទេសសៀមនេះគឺថាជាគុណធម៌មួយរបស់កម្ពុជាយើងទៅហើយបាទជាគុណធម៌របស់កម្ពុជាយើងទៅហើយប៉ុន្តែបែរជានៅឡើយគេចោទយើងថាជាប្រទេសបាទដែលអសិលធម៌ទៅវិញបាទអញ្ចឹងឃើញថារឿងរ៉ាវមួយនេះសៀមគឺលៀបពណ៌យើងទៀតហើយបងប្អូនជាពិសេសនៅក្នុងការចុះបាទព័ត៌មានជាច្រើនទាំងបាងកកប៉ុស្តិ៍ទាំងខៅសតទាំង The Nation និងព័ត៌មានជាច្រើនទៀតគឺបានលៀបពណ៌មកខាងកម្ពុជាយើងតែម្ដងអ្វីដែលរត់តែពិសេសនោះគឺខាងគ្រួសារនៃសពតែម្ដងគេបានចោទថាកម្ពុជាយើងហ្នឹងគឺបានបញ្ចុះបញ្ចូលកូនរបស់គេហ្នឹងបាទឲ្យជប់ធ្វើការនៅក្នុងកប៉ាល់បាទទេសចរជុំវិញពិភពលោកមកធ្វើការចុងភៅនៅប៉ោយប៉ែតហើយបន្ទាប់មកទៀតត្រូវបានដកនៅអត្តសញ្ញាណប័ណ្ណជាកិច្ចសម្គាល់ខ្លួនក៏ដូចជាបាទបោកប្រាស់ធ្វើបាបរាងកាយទៅកាន់កូនប្រុសរបស់គេទៀតផងដែរអញ្ចឹងរឿងរ៉ាវមួយនេះឃើញថាបាទពិបាកនៅក្នុងការទទួលយកខ្លាំងមែនទែនក៏ស្របពេលដែលក្រសួងសុខាភិបាលរបស់កម្ពុជាក៏បានចេញនៅបាទសេចក្តីបែបនេះតាក់ទិនទៅនឹងការបកស្រាយខាងភាគីសៀមចោតមកកាន់កម្ពុជាយើងផងដែរក្រសួងសុខាភិបាលរបស់កម្ពុជាបាទការផ្សព្វផ្សាយដែលថាចុងភៅជនជាតិថៃបានស្លាប់ក្រោយមន្ទីរពេទ្យរបស់កម្ពុជាមិនព្រមទទួលព្យាបាលគឺជាព័ត៌មានមិនពិតនោះទេបាទអញ្ចឹងបងប្អូនកម្ពុជាយើងបានបកស្រាយហើយថានេះគឺជាព័ត៌មានមិនពិតគឺជាព័ត៌មានប្រឌិតលៀបពណ៌មកកាន់កម្ពុជាយើងក្រសួងសុខាភិបាលរបស់កម្ពុជាតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធទី8ខែតុលាឆ្នាំ2025នេះបានបដិសេធនិងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីករណីពាក់ព័ន្ធទៅនឹងការមរណភាពបុរសជនជាតិថៃអាយុ24ឆ្នាំមកពីខេត្តបាទនគរศรีធម្មរាชបាទនៅភូមិក្បាលស្ពានទី1សង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រសួងសុខាភិបាលរបស់កម្ពុជាគូសបញ្ជាក់ផងដែរថាតាមការត្រួតពិនិត្យនិងការស្រាវជ្រាវបាទស្ដែងរបស់អាជ្ញាធរមានសមត្ថកិច្ចនិងតាមរយៈការធ្វើកសលវិច័យបរិសុទ្ធជនជាតិថៃនោះបានស្លាប់ដោយសារតែគាំងបេះដូងដោយសារតែមិនមានទទួលសេវាកម្មព្យាបាលឬត្រូវបានបដិសេធដោយមន្ទីរពេទ្យនៅក្នុងស្រុកមុនទទួលមរណភាពឡើយក្រសួងសុខាភិបាលគូបញ្ជាក់ផងដែរថាការផ្សព្វផ្សាយព័ត៌មានមិនពិតបាទខាងលើរបស់សៀមត្រូវបានប៉ះពាល់បាទកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់វិជ្ជាជីវៈសុខាភិបាលកម្ពុជានិងបណ្ដាលឲ្យមានការយល់ច្រឡំជាសាធារណជនបាទជុំវិញពិភពលោកផងដែរបាទអញ្ចឹងគេថាបរិបម្នាក់នេះគាត់មិនមែនឈឺកាពះស្លាប់បាទដូចខាងបងប្អូនគេនឹងនិយាយទេគឺគាត់មានបញ្ហាគាំងបេះដូងបងប្អូនយើងបាទអញ្ចឹងគាត់គាំងបេះដូងហើយគាត់នឹងមិនដឹងថាបានមកពេទ្យឬក៏អត់ផងដោយសារតែជំងឺគាំងបេះដូងបងប្អូនដឹងហើយថាมันមានអ្នកនៅក្បែរมันមានអ្នកជួយសង្គ្រោះទាន់ពេលវេលាហ្នឹងគឺបាទជីវ៉ាហ្នឹងគឺត្រូវបានខ្សែហើយបាទផុយណាស់អ្នកជំងឺបេះដូងនេះបាទអញ្ចឹងការចោទប្រកាន់របស់ភាគីសៀមមកលើប្រទេសកម្ពុជាយើងគឺមិនមែនជារឿងត្រឹមត្រូវទេគឺជារឿងប្រឌិតទាំងស្រុងបាទនៅក្នុងនោះបាទសូម្បីតែសម្ដេចបាទប្រធានប្រតិភិប្រជាជនចក្រកម្ពុជាសម្ដេចតេជោហ៊ុនសែនក៏បាននិយាយក៏បានបកស្រាយខ្លះដែរតាក់ទិនទៅនឹងរឿងរ៉ាវនេះព្រោះវាគឺជារឿងដែលប្រឌិតតែម្ដងអញ្ចឹងឥឡូវនេះក្រសួងសុខាភិបាលកម្ពុជា
ក៏បានផ្សព្វផ្សាយដែរថាចុងភៅជនជាតិថៃដែលបានស្លាប់បាទក្រោយពីមន្ទីរពេទ្យកម្ពុជាមិនព្រមទទួលព្យាបាលនោះគឺជាព័ត៌មានដែលមិនពិតនោះទេបាទអញ្ចឹងបងប្អូនប្រិមត្តយើងបាទការចែករំលែករបស់ខ្ញុំបាទក៏ដល់ទីបញ្ចប់ដែរហើយព័ត៌មានដែលថៃកំពុងតែលាបពណ៌មកកាន់កម្ពុជាយើងនេះបាទសូមបងប្អូនកុំមានការយល់ច្រឡំកុំជឿនិងទុកចិត្តទៅលើព័ត៌មានមិនពិតទាំងអស់នេះអីដោយសារតែគេបានលាបពណ៌នោះទេបាទអរគុណច្រើនបងប្អូនយើងជួបគ្នាជាមួយនឹងខ្ញុំបាទបញ្ញនៅព័ត៌មានថ្មីច្រើនទៀតនៅក្នុងដៃអស់លោកអ្នកជាបន្តបន្ទាប់បាទអនុញ្ញាតបាទគោរពជម្រាបលាបងប្អូនកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំបាទបញ្ញដើម្បីទទួលបាននូវព័ត៌មានថ្មីរៀងរាល់ថ្ងៃ